សួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែកម្លែកតេតឹងជាមួយនឹងការដែលខ្ញុំរៀបការពេលដែលខ្ញុំរៀបការជាមួយជនជាតិជប៉ុនតើត្រូវការឯកសារអីគេខ្លះសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបំណងឬក៏នៅដែលចង់រៀបការជាមួយជនជាតិជប៉ុនតែអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចអត់ដឹងថាត្រូវមានឯកសារអីគេខ្លះអីចឹងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលស្ដាប់នៅវីដេអូរបស់ខ្ញុំនេះបានចាតើតើរឿងឯកសារសម្រាប់ជនជាតិកម្ពុជាយើងសម្រាប់ខាងស្រីទី1នោះគឺត្រូវការស៊ូសេសូមេសូសម្បត្តិបច្ចៈកណើតហើយទី2នេះគឺដុកស៊ីនសូមេសូបច្ចៈភាពនៅលាវហើយទី3នោះខាហ្ស៊ូគឹថូរ៉ូគឹសូសិភៅគ្រួសារហើយទី4នោះគឺខេងកូស៊ីនដាន់សូលិខិតបច្ចៈការពិនិត្យសុខភាពនៅដែលចេញដោយមន្ទីរពេទ្យជាតិនៅខ្មែរយើងណាចាអញ្ចឹងសូមបញ្យល់តេតឹងជាមួយនឹងទី2គឺដុកស៊ីនសូមេសូនិយាយពីខ្ញុំចាខ្ញុំអត់តាន់រៀបការទេអញ្ចឹងគឺខ្ញុំអត់ធ្លាប់រៀបការឬក៏អត់តាន់រៀបការអីចឹងគឺខ្ញុំត្រូវការដុកស៊ីនសូមេសូបច្ចៈភាពនៅលាវហ្នឹងក៏ប៉ុន្តែបើសិនបើបងប្អូនខ្លះគាត់ធ្លាប់បានរៀបការម្ដងហើយគាត់ធ្លាប់បានរៀបការហើយក៏ប៉ុន្តែគាត់លែងលះគាត់លែងលះនៅខ្មែរអីចឹងទៅអញ្ចឹងគឺគេត្រូវការលិខិតបច្ចៈលិខិតបច្ចៈការលែងលះនៅខ្មែរហ្នឹងណាអញ្ចឹងអាហ្នឹងមិនដឹងគេហៅអីក៏ប៉ុន្តែការលែងលះរីកុងចាអញ្ចឹងប្រហែលជារីកុងសូមេសូចាអញ្ចឹងគឺគេត្រូវការបញ្ជាក់กระดาษបញ្ជាក់ដែលយើងនឹងបានលែងលះហើយក្នុងករណីដែលយើងធ្លាប់បានរៀបការចាហើយមួយទៀតនោះការពិនិត្យសុខភាពដែលចេញដោយមន្ទីរពេទ្យជាតិនោះគឺខ្ញុំអត់មានទេកាលនោះខ្ញុំអត់បានដាក់ទេបងប្អូនដោយសារតែកំឡុងពេលដែលខ្ញុំរៀបការហ្នឹងទៅចុះអ៊ីតាស៊ីវិលហ្នឹងគឺខ្ញុំចំកំពុងតែពេលអីគេផ្ទុះកូវីដខ្លាំងបងប្អូនផ្ទុះកូវីដខ្លាំងដូចជាឆ្នាំ2019 2020ចាហ្នឹងហើយផ្ទុះកូវីដខ្លាំងគឺខ្ញុំអត់អាចត្រឡប់ទៅខ្មែរទេអញ្ចឹងហើយក៏ករណីហ្នឹងគឺករណីលើកលែងហ្នឹងទៅអញ្ចឹងគឺអ្វីដែលសំខាន់ហ្នឹងគឺវាមាន3ហ្នឹងឯងចាអាចថាយើងពិបាកក្នុងការទៅខ្មែរឡើងចុះអញ្ចឹងយើងអាចសួរគេបានតែយើងអត់មានពិនិត្យសុខភាពហ្នឹងទេយើងពិនិត្យនៅជប៉ុននេះក៏បានអត់អីចឹងអាហ្នឹងស៊ីសងលើអ្នកទាំងអស់គ្នាសួរឯងបើសិនជាគេត្រូវការតែបើសិនជាគេថាអត់អីទេយើងអត់មានគេអត់អីទេក៏អត់អីដែរចាអញ្ចឹងអ្វីដែលសំខាន់ហ្នឹងវាមាន3ហ្នឹងគឺសបត់បច្ចៈកណើតបច្ចៈភាពនៅលាវបើសិនបើយើងអត់នៅលាវទេយើងធ្លាប់រៀបការម្ដងធ្លាប់លែងលះម្ដងហើយគឺយើងត្រូវការសបត់បច្ចៈការដែលយើងធ្លាប់បានលែងលះហើយមួយទៀតនោះគឺសិភៅគ្រួសារចាមាន3ហ្នឹងណាអញ្ចឹងអ្វីដែល3ហ្នឹងគឺសំខាន់ហើយបញ្ជាក់ផងដែរគឺយើងត្រូវការជាភាសាជប៉ុនមិនមែនជាភាសាខ្មែរទេយើងត្រូវការជាភាសាជប៉ុនយើងឲ្យអ្នកបកប្រែឲ្យគាត់បកប្រែជាភាសាជប៉ុនឲ្យមកហើយនៅពេលដែលយើងបកប្រែបានអីហ្នឹងយើងត្រូវពិនិត្យឲ្យបានច្បាស់តាក់ទងជាមួយនឹងឈ្មោះអាស័យដ្ឋានអីហ្នឹងគឺកុំឲ្យខុសគ្នាកាលណាបើខុសគ្នាក៏ដាក់ទៅអត់បានដែរក៏ចុះអ៊ីតាស៊ីវិលអត់បានដែរចាហើយតាក់ទងជាមួយនឹងខាងប្រុសផងដែរបងប្អូនទាំងអស់គ្នាអត់ដឹងថាមានឯកសារអីពីព្រោះអីយើងដំបងយើងអត់ដឹងថាត្រូវធ្វើម៉េចបងប្អូនទាំងអស់គ្នាឲ្យដៃគូរបស់យើងជនជាតិជប៉ុនហ្នឹងគាត់ទៅយ៉ាកឺបាក់ដើម្បីសួរនាំពីខាងយ៉ាកឺបាក់ថាយើងចង់រៀបការជាមួយនឹងជនជាតិកម្ពុជាជនជាតិបរទេសអីចឹងឬក៏ជនជាតិហ្នឹងឯងជនជាតិកម្ពុជាតែយើងត្រូវធ្វើយ៉ាងម៉េចខ្លះចឹងខាងយ៉ាកឺបាក់ខាងសាលាក្រុងគេនឹងប្រាប់យើងហើយគេឲ្យកระดาษយើងមួយមកថាខាងស្រីគេត្រូវការឯកសារអីគេខ្លះខាងប្រុសគេត្រូវការឯកសារអីគេខ្លះអញ្ចឹងទៅគឺយើងអាចមើលនឹងរកឯកសារតាមរយៈกระดาษដែលគាត់ឲ្យហ្នឹងគឺអូខេហើយចាអញ្ចឹងការខ្ញុំនោះគឺខ្ញុំរៀបចំឯកសារតែម្ដងទេគឺអូខេតែម្ដងតែរៀបឯកសាររៀងយូរទី1យូរខាងប្តីខ្ញុំគាត់រៀបចំឯកសារច្រើនដោយសារតែមានឯកសារដែលគេត្រូវការច្រើនមែនទែនតែបើខាងខ្ញុំគឺលឿនទេអ្វីដែលសំខាន់នោះគឺយើងត្រូវឲ្យ
អ្នកផ្ទះយើងគាត់ជួយរៀបចំឯកសារផ្ញើឲ្យយើងអញ្ចឹងណាហើយត្រូវផ្ញើទៅឲ្យអ្នកបកប្រែគាត់បកប្រែឲ្យអញ្ចឹងទៅបានគាត់ត្រូវផ្ញើឲ្យយើងចាហើយចំពោះការផ្ញើហ្នឹងគឺលឿនទេក្នុងមួយសប្តាហ៍អីគឺមកដល់ហើយអ្វីដែលសំខាន់នោះគឺយើងត្រូវរៀបចំឯកសារឲ្យបានអញ្ចឹងណាតែយ៉ាងណាក៏ខ្ញុំរៀបចំឯកសារបានលឿនជាងខាងប្តីខ្ញុំដែរឯកសារខ្ញុំវាអត់ឲ្យញ៉ៃញ៉ៃអញ្ចឹងណាអញ្ចឹងគឺមានតែ3ចំណុច4ចំណុចហ្នឹងឯងអញ្ចឹងហើយគឺវាលឿនទេអញ្ចឹងក្នុងវីដេអូនេះផងដែរគឺអ្នកទាំងអស់គ្នាហ្នឹងឯងមានតែប៉ុណ្្នឹងឯងចង់ចែកម្លែកដល់បងប្អូនទាំងអស់គ្នាដែលគាត់អត់ដឹងថាត្រូវមានរៀបចំឯកសារអីខ្លះចឹងជាពិសេសខ្មែរយើងអ្នកខ្លះគាត់អត់សូវចេះភាសាជប៉ុនគាត់អត់ដឹងថាមានអីគេខ្លះអីចឹងភាគច្រើនគឺគាត់ឆាតមកសួរខ្ញុំច្រើនខ្ញុំក៏បានឆ្លើយតបប្រាប់គាត់ទៅច្រើនដែរហើយចឹងណាចាតែម្ដងហ្នឹងគឺខ្ញុំចង់ចែកម្លែកចេញជាវីដេអូសម្រាប់អ្នកក្រោយៗដែលគាត់អត់ដឹងអីចឹងគាត់អាចចូលមើលវីដេអូនឹងបានហើយនឹងជួយចែកម្លែកបន្តផងដែរចាអ្នកទាំងអស់គ្នាណែអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាមានចងល់អីត្រង់ណាអ្នកទាំងអស់គ្នាអាចcomment ក្នុងវីដេអូនឹងបានហើយបើសិនជាមានចំណុចខ្វះខាតត្រង់ណាអីសូមអ្នកទាំងអស់គ្នាដែលបានដឹងក៏ជួយបំពេញនៅវីដេអូហ្នឹងផងជួយ comment ប្រាប់ខ្ញុំផងព្រោះអីខ្ញុំរៀបការហ្នឹងវារៀងយូរដែរហើយបងប្អូនទាំងអស់គ្នាអាចថាភ្លេចនៅចន្លោះណាខ្លះតែខ្ញុំមិនសមហ្នឹងគឺខ្ញុំបានសួរប្តីខ្ញុំដែរហើយគាត់ក៏ជួយបានមើលតែទៅនឹងឯកសារសម្រាប់ខ្ញុំការខ្ញុំរៀបចំឯកសារហ្នឹងទៅការអីគេខ្លះអញ្ចឹងណាអញ្ចឹងហើយក៏គាត់បានប្រាប់ម្ដងទៀតហើយគាត់បានប្រាប់ខ្ញុំហើយអញ្ចឹងទៅក៏ខ្ញុំអាចយកមកចែកម្លែកដល់អ្នកទាំងអស់គ្នាម្ដងទៀតចាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណច្រើនសូមជម្រាបលាហើយមានការខុសឆ្គងអីត្រង់ណាសូមមេត្តាខន្តីអធិស្ឋានផងចាអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ